ក្រសួងការពិជាតិអេស្ប៉ាញនៅថ្ងៃអង្គារបានប្រកាសអំពីការលុបចោលកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដែលត្រូវបានផលិតនៅទីក្រុងម៉ាឌ្រីតដោយក្រុមហ៊ុនបិទសម្ព័ន្ធរបស់អ៊ីស្រាអែលនៅក្នុងគោលបំណងដកខ្លួនឲ្យឆ្ងាយអំពីបច្ចេកវិទ្យាយោធាអ៊ីស្រាអែលសារព័ត៌មាន CT News បានបញ្ជាក់ថាការសម្រេចចិត្តនេះនឹងប៉ះពាល់ទៅដល់អាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Spike LR2 ចំនួន168គ្រាប់ដែលមានតម្លៃប៉ាន់ស្មាន$325 លានបើតាមផែនការគ្រោងទុកប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះនឹងត្រូវបង្កើតឡើងនៅក្នុងទឹកដីអេស្ប៉ាញដោយក្រុមហ៊ុន PAP Technos ដែលជាក្រុមហ៊ុនបិទសម្ព័ន្ធរបស់ក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defense Systems ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីតជុំវិញបញ្ហានេះដែរអ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញលោក Pilar Alegria បានប្រាប់អ្នកសារព័ត៌មានថាអេស្ប៉ាញមានគោលដៅកាត់ផ្តាច់ចេញទាំងស្រុងអំពីបច្ចេកវិទ្យាអ៊ីស្រាអែលខណៈដែលខ្លួនកំពុងសិក្សាអំពីផលប៉ះពាល់នៃការលុបចោលកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយក្រុមហ៊ុន Rafael បានប្រាប់សារព័ត៌មាន Associated Press ថាខ្លួនមិនបានដឹងអំពីការលុបចោលនោះទេហើយក្រុមហ៊ុនអ៊ីស្រាអែល PAP Technos ដែលមានទីតាំងនៅជាយក្រុងម៉ាឌ្រីតរបស់អេស្ប៉ាញក៏មិនបានធ្វើអត្ថាធិប្បាយផងដែរសូមបញ្ជាក់ថាអេស្ប៉ាញបានអនុម័តកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះកាលពីថ្ងៃទី3ខែតុលាឆ្នាំ2023ពលគឺ4ថ្ងៃមុនពេលដែលក្រុមហាម៉ាស់វាយប្រហារនិងចាប់ចំណាត់ខ្មាំងនៅលើទឹកដីអ៊ីស្រាអែលភាគខាងត្បូងដែលបង្កឲ្យមានសង្គ្រាមបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាអេស្ប៉ាញបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅក្នុងខែឧសភាឆ្នាំ2024នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយនឹង Norway និងអៀក្លង់មួយខែក្រោយមកអេស្ប៉ាញបានក្លាយទៅជាប្រទេសអឺរ៉ុបដំបូងគេដែលស្នើសុំទៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិគឺតុលាការយុត្តិធម៌អន្តរជាតិស៊ើបអង្កេតសំណុំរឿងចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាតែអ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ